ប្រោះឲ្យតែស្គមតិចតួចហ្នឹងកុំលេងជាមួយអសោះតើតែមៀតទេតែប្អូនវិញហ៎សំណំណាស់មិនស្គមដូចមៀតទេកុំច្រឡំឲ្យសោះតែបើអ្នកមៀតធំវិញធំតែមៀតទេបើកមកខកចិត្តស្ដោកហ្មងណាគេនំពេញខ្លះប្រហែលជាថ្ងៃ7ឬក៏អីជួបគ្នានៅភ្នំពេញណាគេនំពេញខ្លះចូលខមមិនថានៅពេញហើយចាំជួបគ្នានំពេញឈប់ចាំត្រូវហើយចាំជួបគ្នានៅពេញថ្ងៃ7ឬក៏អីចឹងណាស្រឡាញ់ខ្ញុំឆាតមកចាំជួបគ្នានៅពេញជួបគ្នានៅពេញក៏បានជួបគ្នាណាក៏បានដែរចាំជួបគ្នាថ្ងៃ7ធ្វើជាមនុស្សកុំស្មោះពេកក្បត់ខ្លួនឯងហើយស៊ីទៅហ្នឹងហើយវីដេអូនេះចង់សួរទៅស្រីគ្នាយើងទាំងអស់គ្នាថាពេលទៅកម្មវិធីដែលមានលក្ខណៈជួបជុំផឹកស៊ីអីអញ្ចឹងណាផឹកស្រាប់ផឹកអីអញ្ចឹងណាហើយផឹកស្រីគ្នាឯងផឹកអស់5-6កំប៉ុងហើយសិតតែបខំគ្នាឲ្យផឹកថែមទៀតតែទៅពេលទៅដល់ផ្ទះវិញជួបប្តីឬមួយក៏និយាយទូរស័ព្ទមួយសង្សារមួយអីចឹងណាគេសួរយើងថាអូនឯងផឹកអស់ច្រើនមែនមានណាតែមកកំប៉ុងផឹកអត់អស់ហ្នឹងចឹងល្ងាចមិញហ្នឹងខ្ញុំមកទិញត្រីងៀតហើយនឹងជើងមាន់អាំងនៅផ្សារកដាបងអូនចិត្តវត្តណាឡោមហ្នឹងស្រាប់តែអូនហ្នឹងអាយុ7 10អ្នកអាំងជើងមាន់ហើយត្រីងៀតហ្នឹងហើយគេសួរថាចែឯងមានសង្សារនៅចែឯងខ្មែរក៏ជនជាតិខ្ញុំថាចែខ្មែរតាហើយចែមានសង្សារវាថាបើចែអត់មានសង្សារអញ្ចឹងចែយកខ្ញុំធ្វើសង្សារហ្មងហើយគ្រាន់បដាស់កោខ្ញុំតែអាយុម៉ានអីឲ្យចែយកធ្វើសង្សារគ្រាន់បដាស់កោហ្នឹងអាអូននឹងថាទៅ7 10ងាប់ថាអូនអើយខំមនិកជនអត់ទេចែខ្លាចជាប់គុកហើយដល់ហើយវាសោចថាចែមិនខ្លាចជាប់គុកខ្ញុំមិនឲ្យចែជាប់គុកទេវាតែនិយាយអញ្ចឹងអាចោលផ្លោកជាប់ណែបងបើបងជ្រុលតែជូនអូនណាជូនអូនឲ្យដល់ត្រើយកុំជូនអូនពាក់កណ្ដាលទីបងដល់ត្រើយអូននៅរៀបថាហេលហាលមានអារម្មណ៍ថាឆ្អែតបន្តិចស្ទើបន្តិចខ្វះបន្តិចជូនអូនឲ្យដល់ត្រើយជូនឲ្យអូនលក្ខណៈថាស្រែកថាបានហើយបងឈប់ទៅជូនអូនឲ្យដល់ត្រើយកុំជូនមិនដល់ណាពេលនឹងអូនមួម៉ៅក្មេងតូចដឹងអត់ជ្រុលជូនអូនហើយជូនអូនទៅដល់ផ្ទះពេលទៅយកដល់ផ្ទះតែពេលជូនមកវិញត្រូវជូនអូនទៅដល់ផ្ទះណែអត់មានផឹកស្រវឹងហើយមកឲ្យអូនដប់អីទេណាអត់មានទេណាប្រាប់មុនឲ្យហើយជូនអូនជូនទៅដល់ត្រើយកុំឲ្យដល់តែខ្លួនឯងអូនអត់ដល់ឲ្យអូនជិះម៉ូតូដុំមកផ្ទះអីអត់បានទេណាបងសម្លាញ់ baby I love you ថ្ងៃមិញនៅកន្លែងធ្វើការខ្ញុំគឺមានពេទ្យចុះមកបរិញ្ញាសុខភាពខ្ញុំទៅសុខភាពពេទ្យថាអនឡាញខ្សោយខ្ញុំសួរពេទ្យថាលោកគ្រូពេទ្យខ្ញុំខ្សោយគេពេទ្យទៅវាយស្ទើបាទដល់ហើយយីពេទ្យដឹងទៀតពេទ្យខូចមែនទេនេះអូនអើយគាត់ថាមើលគាត់ម្ដងសាយចុកពោះសាយរឿងអីបងមានរឿងអីត្រូវសាយគាត់តែខ្ញុំភ្ញាក់ហ្នឹងមើលអត់ឲ្យមើលចែឈួញនេះមកឈួញឃើញសាយវាតាចាហើយសាយរឿងអីអត់ដឹងជួយគ្នារឿងអីសាយមានហេតុផលត្រូវសាយយកស្ទៀវអូនលុយច្រើនយកស្ទៀវមកហ្នឹងមិនបានវារលុយចិញ្ចឹមយើងរលុយចិញ្ចឹមវាវិញចប់ដូចជាមិនកើតទេសុកចាំជួយចោលចាស់ហើយមែនអត់ចង់លេងជាមួយមនុស្សចាស់មែនអត់ឃើញអូសម្លងចូលលេងមួយមកមនុស្សចាស់ក៏ចេះសៀសងដែរតាឲ្យគ្រប់គោលការណ៍ដូចតែគ្នាហ្នឹងបងអូនលេងគ្រប់ឲ្យគ្រប់ដូចតែគ្នាមកនេះឲ្យមកខ្ញុំក៏ឲ្យទៅគ្រប់ដូចតែគ្នាអញ្ចឹងណាសាក់មើលអ្នកថ្មីសាក់ចូលលេងសាក់មើលមិនបានផលមិនដែរ
miền lại ngò thà ta mà nuôi dưỡng phải đại slap tao hai tao cao ọt sông chলাই thá cứ thà mà nuôi dưỡng cả na đại slap tao hai cứ tao cao tại mà đòn pồm mình men chăm đo ai rồi co màu còi tế cứ thà slap phliêm tao cao phliêm à thà sông chলাই chẳng thà slap phliêm tao cao phliêm bò mấy bà thà hiện chলাই thà chẳng đời xaแต่ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គសម្ដែងមកច្បាស់ណាស់ថាចុតតិបដិសន្ធិបើសិនជាមានបកគលណាថាសត្វលោកឬក៏មនុស្សដែលស្លាប់ទៅហើយហ្នឹងមិនតន់ទៅកើតចាំស្អែក7ថ្ងៃ10ថ្ងៃទៀតអាហ្នឹងមិនសមាធិទេគឺមិច្ឆាទិដ្ឋិប៉ុណ្ណាព្រោះព្រះសម្មាសម្ពុទ្ធ ព្រះអង្គសម្ដែងមកច្បាស់ណាស់ថាចុតតិបដិសន្ធិហ្នឹងហើយកាលណាដែលស្លាប់ភ្លាមគឺទៅកើតភ្លាមហើយហ្នឹងហើយកំណើតយ៉ាងម៉េចគេថាកំណើតមនុស្សកំណើតទេវតាអញ្ចឹងទៅឬក៏ថាកំណើតបាយភូមិ4នរកប្រែតិរិឆានសុរកាយទៅកំណើតនឹងតែម្ដងមិនមែនចាំដល់7ថ្ងៃឬក៏10ថ្ងៃទេមិនចាំឆ្ងល់ទេញោមណាព្រោះព្រះសម្មាសម្ពុទ្ធ ព្រះអង្គសម្ដែងមកច្បាស់ណាស់ថាចុតតិបដិសន្ធិហើយមានអ្នកឆ្ងល់ទៀតដែរថាចុះបើសិនជាទៅកើតភ្លាមអញ្ចឹងតើអ្នកដែលមកលោកបន្លាចយើងអ្នកណាគេញោមឆ្ងល់ហើយកន្លែងទៅនឹងអញ្ចឹងចាំវីដេអូក្រោយអាត្មាបកស្រាយអំពីការអ្នកដែលគេមកលងយើងហ្នឹងអញ្ចឹងប៉ុណ្្នឹងឯងណា